Did you see another lake monster? Yeehaw! Take our picture, please! Say cheese! Monster is behind you! It went underwater, I told them. But they did not believe me. Very funny, they said. I told my other friends about the lake monster. They didn't believe me either. Okay, I said, I'll show you. Dad. Did you see another lake monster? No, but I have a picture of it. Yes, you really saw it!បាទសូមជម្រាបសួរដល់សិស្សានុសិស្សក៏ដូចជាអ្នកដែលសិក្សាតាមបណ្ដាញសង្គមមាន YouTube ក៏ដូចជា Telegram នឹងហើយថ្ងៃនេះដែរយើងចូលទៅសិក្សានៅមេរៀនទី4បាទមេរៀនអំពី past tense បាទអញ្ចឹងមេរៀននេះគឺវាប្លែកត្រង់សាច់រឿងប៉ុន្តែនិយាយពីវិយាករណ៍កាលគឺដូចគ្នានៅមេរៀនទី1ទី2ដដែលទេបាទអញ្ចឹងចំណងជើងមេរៀននេះគេដាក់ថាបាទThe Sky New Star ហើយមួយទៀតនេះគឺសាច់រឿងគឺនិយាយអំពី The Lake Monster of Lion Mountain Park បាទអញ្ចឹងក្នុងនេះគេដាក់ថាបាទគេឲ្យយើងធ្វើការអានកសែតបាទ read the newspaper story below the answer the question on page 11បាទចូលអានបាទចូលអានរឿងកាសែតដូចខាងក្រោមហើយឆ្លើយនៅសំណួរបាទនៅទំព័រទី11បាទនៅក្នុងនេះខ្ញុំសូមប្រាប់បន្តិចទំព័រខ្ញុំសរសេរមិនដូចនៅក្នុងទំព័រដើមរបស់គេទេអានេះខ្ញុំសរសេរឡើងវិញបាទអញ្ចឹងវាទំព័រត្រូវខុសគ្នាណាបាទអញ្ចឹងចំណងជើងសាច់រឿងនេះគឺគេដាក់ថា The Lake Monster of Lion Mountain Park បានន័យថាបឹងសត្វចម្លែកនៃអូសៀនរំតោបាទឥឡូវយើងចូលទៅអានខ្លឹមសាររបស់រឿងហើយបន្ទាប់មកយើងចូលទៅសិក្សាពាក្យណាបាទសិក្សាពាក្យខ្ញុំស្រង់ចេញមកនេះបាទខ្ញុំមានប្រែឲ្យទេខ្ញុំប្រែផ្ទាល់មាត់តែម្ដងបាទហើយបន្ទាប់មកយើងបកប្រែអត្ថបទបាទបកប្រែអត្ថបទនឹងរួចយើងចូលទៅធ្វើការឆ្លើយនៅសំណួរនៅទំព័រទី11បាទប៉ុន្តែខ្ញុំសរសេរគឺវាខុសពីទំព័រគេហើយបាទសេឡើងវិញណារៀបចំវាឡើងវិញ Okay listen last Saturday my friends and I went to the lake after lunch everyone did different things Larry fished Davy looked for shell Charlie built a sandcastle Kenny and Carrie play badminton Sunny listened to the radio May and Tracy swam in the lake I took pictures of everyone except May and Tracy. They were too far from me. When May and Tracy swam closer to me, they said, take our picture, please. I told them to say cheese
When I took their picture, the lake monster came out of the water. I pointed to the lake monster and shouted, "The lake monster is behind you." But when Tracy and May turned around, the lake monster wasn't there. It went under water, I told them, but they didn't believe me. Very fun, they said. I told my other friend about the lake monster. They didn't believe me either. Okay, I said. I saw you. I ran to the camera shop. I gave my film to the man in the shop. He developed the film in an hour after I paid him. I hurried back to the park. Always my friends were there. When they saw me, they shouted, "Did you see another lake monster?" Everyone laughs except me. No, I said. But I have a picture of it. I saw them. The photograph of the lake monster. Everyone shouted, "You really saw it?" Okay. ចឹងខ្ញុំអានចប់ហើយឥឡូវយើងចូលធ្វើការបកប្រែពាក្យណាហ្នឹងហើយចូលធ្វើការបកប្រែពាក្យអូខេឥឡូវយើងបកប្រែពាក្យហ្នឹងហើយ new words pronunciation ចឹងយើងសិក្សានៅពាក្យថ្មីបាទណានឹងពាក្យថ្មីនឹងការលើកដាក់សំឡេងណាការលើកដាក់សំឡេងពាក្យថ្មីនេះប្រែចេះណាហ្នឹងហើយ after lunch បាទបន្ទាប់ពីអាហារថ្ងៃត្រង់ fish ជា verb ប្រែថាស្ទូចត្រីនេសាទត្រីរកត្រីណាអុកអួនអីចឹងណាហ្នឹងគេនេសាទត្រីបាទជា noun ប្រែថាត្រីបាទជានាម look for បាទស្វែងរក sell សម្បកខ្យងបាទខ្យងខ្ចៅណាហ្នឹងហើយ build កសាង sand castle វាមានខ្សាច់អូខេមួយទៀតtook picture of បាទនេះបានថតរូបនៃចឹងមកណា except លើកឡើងតែ too far from បាទឆ្ងាយពេកណាឆ្ងាយពីបាទឆ្ងាយពីគេដាក់ to មុខនេះបានតែឆ្ងាយខ្លាំងហ្នឹងហើយ closer to បានតែស្និទ្ធស្នាលឬក៏គៀកបាទស្និទ្ធស្នាលឬក៏គៀកគ្នាណាបាទ closer take our picture បាទថតរូបឲ្យពួកយើង came out of water បាទចេញពីទឹកបាទកើតចេញពីទឹកមកចេញពីទឹកមួយទៀត pointed ចង្អុលទៅបានចង្អុលណាអតីត turn around បាទងាកក្រោយបត់ក៏បានដែរបត់ឆ្វេងបត់ស្ដាំ turn round បត់កំពុងមូក៏បានដែរឡើយហ្នឹងយើងប្រែថា turn round យើងប្រែងាកក្រោយបាទ when under water បានន័យថានៅពេលដែលចូលទៅលឹបចូលក្នុងក្រោមទឹកបាទលឹបចូលទៅក្នុងទឹកហ្នឹងហើយ believe ជឿជាក់ so បង្ហាញបាទសំទោសបាទ so បង្ហាញ film បាទ film ខ្សែភាពយន្តហ្នឹងហើយ paid ចំណាយចាយបង់ hurry បាទ hurried back បាទនេះប្រញាប់ត្រឡប់បាទប្រញាប់ត្រឡប់ទៅណា shouted បាទ shouted ហ្នឹងប្រែថាស្រែកបាទទៅជាអតីតប្រែថាបានស្រែក photograph of បាទថតរូបថតបាទរូបថតនៃអញ្ចឹងណាបាទ photograph of រូបថតនៃអញ្ចឹងយើងសិក្សាពាក្យហ្នឹងចប់ហើយណាបាទចប់ការសិក្សាពាក្យហើយកត់មើលខ្លួនឯងទៀតទៅហើយបន្ទាប់មកយើងធ្វើការបកប្រែបាទនឹងធ្វើការបកប្រែអូខេឥឡូវយើងចាប់ផ្ដើមធ្វើការបកប្រែបាទពាក្យថា last Saturday កាលពីថ្ងៃសៅរ៍មុនហ្នឹងហើយក្បៀសនេះមួយហើយមិត្តរបស់ខ្ញុំនិងខ្ញុំបានទៅបឹងណាបន្ទាប់ពីអាហារថ្ងៃត្រង់បាទរាល់អ្នកទាំងអស់គ្នាបានធ្វើរឿងផ្សេងពីគ្នាប្រែបានរហូតណាព្រោះយើងសិក្សាអំពីកាលអតីតកាល Larry បាទ Larry បានស្ទូចត្រី Davi បានរកសម្បកខ្យងហើយនិង Charlie នឹងបានសាំងវិមានខ្សាច់ Kenny ហើយនិង Carrie នឹងបានលេងសីបាទ Sandy នឹងបានស្ដាប់វិទ្យុបាទ May ហើយ Tracy នឹងបានហែលទឹកនៅក្នុងបឹងបាទហើយខ្ញុំនឹងបានថតរូបអ្នកទាំងអស់គ្នាលើកឡើងតែ May ហើយនឹង Tracy ទេណាកន្លែងនេះ20ពួកគេគឺនៅឆ្ងាយពីខ្ញុំហ្នឹងហើយ
when ឡើយនេះដាក់ when ពេលដែលមេហេងត្រាស៊ីហែលបានហែលមកគៀកខ្ញុំបានហែលមកចិត្តខ្ញុំពួកគេបាននិយាយថានេះពួកគេបាននិយាយថាសុំថតរូបឲ្យពួកយើងសុំថតរូបឲ្យពួកយើងហើយខ្ញុំក៏បានប្រាប់ទៅពួកគេកន្លែងនេះសូមនិយាយថាពាក្យ cheese បាទ cheese មកនៅពេលដែលខ្ញុំបានថតរូបឲ្យពួកគេសត្វចម្លែកក៏ងើបចេញពីទឹកមកនេះឃើញទេខំអោខេមអោបានងើបចេញពីទឹកសត្វចម្លែកខ្ញុំក៏បានចង្អុលទៅសត្វចម្លែកហើយក៏បានស្រែកណាសត្វចម្លែកគឺនៅពីក្រោយនេះឡើយនេះសត្វចម្លែក the lake monster is behind you បាទ behind you សត្វចម្លែកគឺនៅពីក្រោយពួកអ្នកនោះប៉ុន្តែនៅពេលដែលត្រាស់ស៊ីនឹងមេបានងាកក្រោយសត្វចម្លែកហ្នឹងមិនបានអត់បាននៅទីនោះទេណាសត្វចម្លែកគឺអត់នៅទីនោះទេនេះដែលទីនោះវានឹងក៏បានលឹបចូលទៅក្នុងទឹកហើយបាទហើយខ្ញុំក៏បានប្រាប់ពួកគេថាម៉េចនេះ tell បាទពួកខ្ញុំបានប្រាប់ពួកគេថាវានឹងបានលឹបចូលក្នុងទឹកហើយប៉ុន្តែបាទពួកគេនឹងមិនបានជឿជាក់ខ្ញុំទេបានជឿជាក់ខ្ញុំហើយគេនិយាយថាម៉េចពួកគេនិយាយថាអ្នកកំ pl ណាខ្ញុំក៏បានប្រាប់ពួកមិត្តដទៃទៀតនេះ I told my other friend អំពីសត្វចម្លែកបាទហើយពួកគេហ្នឹងក៏មិនបានជឿជាក់ខ្ញុំផងដែរបាទ either ផងដែរហើយខ្ញុំក៏អូខេបាទខ្ញុំនិយាយថាអូខេ I'll show you ខ្ញុំនឹងបង្ហាញនេះ I ran to the camera shop ខ្ញុំក៏បានរត់ទៅហាងកាមេរ៉ា I gave my film to the man in the shop បានន័យថាខ្ញុំបាទបានន័យថាខ្ញុំនឹងបានឲ្យខ្សែភាពយន្តរបស់ខ្ញុំទៅឲ្យបរិសនៅក្នុងហាងនោះ he develop ហ្នឹងឡើងយើងប្រែថាអភិវឌ្ឍបាទខ្ញុំមិនបានកត់អានេះចូលដែរស្រួលនេះបានអភិវឌ្ឍឬក៏បើនិយាយពីទីតាំងទីកន្លែងអភិវឌ្ឍបាទកែច្នៃរីចម្រើនអញ្ចឹងណាប៉ុន្តែបើនិយាយពីផ្ដិតរូបអានឹងគេហៅថាធ្វើរូបអានឹងគេហៅផ្ដិតរូបមកកែរូបអញ្ចឹងណាបាទអញ្ចឹងគាត់ក៏បានធ្វើរូបហ្នឹងធ្វើខ្សែភាពយន្តហ្នឹងប្រហែល1ម៉ោងបាទ after បន្ទាប់មកខ្ញុំក៏បានបង់លុយឲ្យគាត់ហើយខ្ញុំក៏ត្រឡប់មកបាទមកវិញមកត្រឡប់ទៅសួនឧទ្យានវិញហើយរាល់មិត្តរបស់ខ្ញុំហ្នឹងក៏នៅទីនោះបាទ all my friends were there បាទនៅពេលដែលពួកគេបានឃើញខ្ញុំណា when they saw me ពួកគេក៏បានស្រែកថាតើអ្នកមានបានឃើញសត្វចម្លែកដទៃទៀតទេតាមពិត Jamie គាត់បានឃើញមុនហើយអូខេdid you see another lake monster ណាដល់ពេលហើយអ្នកទាំងអស់គ្នាក៏បានសើចលើកលែងតែខ្ញុំទេណាពេលហ្នឹងសើចទៀតណា Jamie អត់បានសើចទៀតទេហើយ Jamie ក៏ថាមិនវិញណា Jamie ក៏និយាយថាខ្ញុំទេបាទប៉ុន្តែខ្ញុំមានរូបវាបាទនេះ I have a picture of it ខ្ញុំក៏បានបង្ហាញពួកវានៃរូបបាទសត្វចម្លែកហើយអ្នកទាំងអស់គ្នាបានស្រែកថាអ្នកពិតជាបានឃើញវាមែនបាទចប់ហើយណាអញ្ចឹងខ្ញុំបានបកប្រែចប់ហើយរឿងនេះអញ្ចឹងតទៅទៀតយើងចូលទៅសិក្សាផ្នែកខាងសំណួរបាទឆ្លើយនៅសំណួរនៅក្នុងទំព័រទី11នេះបាទនេះឆ្លើយនៅសំណួរណាអូខេអញ្ចឹងយើងចប់ប៉ុណ្ណឹងបាទជួបគ្នានៅសំណួរបាទបាទឥឡូវយើងបន្តទៅធ្វើលំហាត់បាទបន្ទាប់ពីយើងមើលគំនូរជីវចលរួចយើងសិក្សាតបទបាទបន្ទាប់មកយើងសិក្សាតបទមានអានបាទអានចប់យើងសិក្សាពាក្យហើយបានយើងធ្វើការបកប្រែបាទបន្ទាប់ពីការបកប្រែចប់យើងចូលទៅធ្វើសំណួរបាទសំណួរគេសួរងាយទេបាទបែបជា yes no question បាទបែបអតីតកាលបាទចឹងសំណួរគេសួរបែបyes no question ហ្នឹងគឺគេឧទាហរណ៍យើងមើលដល់ទៅ2សំណួរបាទគេដាក់ថា did Jamie and his friend go to the lake last Saturday ហ្នឹងហើយបើសិនជាថ្ងៃសៅរ៍នឹងគាត់ទៅមែនមិនវិញចម្លើយគឺ yes they did សំណួរទី2 did Jamie and his friend play basketball
បាទសំណួរទី2គេសួរថាតើចេមីហើយនឹងមិត្តរបស់គាត់នឹងលេងbasket ទេបាទ basketball ទេបាល់បោះទេអញ្ចឹងលេងអត់បាទបើអត់គឺ no they didn't អូខេអញ្ចឹងចម្លើយវាងាយណាតើតែយើងយល់នៅអត្ថបទនឹងដែរបាទងាយបាទមាន10សំណួរណាបាទបាទសំណួរទី3 Asterland នេះបន្ទាប់ពីអាហារថ្ងៃត្រង់ did May and Tracy swim in the lake បន្ទាប់ពីអាហារថ្ងៃត្រង់ May ហើយនិង Tracy ហែលទឹកក្នុងបឹងបានហែលទឹកក្នុងបឹងឬអញ្ចឹងចម្លើយ yes no ប៉ុណ្ណឹងបាទដឹងហើយប្រកាសជា yes ហើយបាទពីព្រោះថាពីរនាក់បានហែលទឹកក្នុងបឹងមែនអញ្ចឹង yes ឲ្យគេ yes they did បាទទី4បាទទី4did Charlie build a sandcastle តើ Charlie នឹងគាត់សាងវិមានកសាច់ទេយើងមើលក្នុងអត្ថបទរបស់យើងតើគាត់សាងវិមានកសាច់អត់ Charlie ឬក៏ David ដែលសាងវិមានកសាច់នោះបាទអញ្ចឹងជាចម្លើយត្រឹមត្រូវហើយបាទអញ្ចឹងគាត់សាងវិមានកសាច់អញ្ចឹង David សាងវិមានកសាច់មែនអញ្ចឹងចម្លើយវាគឺ yes yes he did បាទ yes he did ពីព្រោះCharlie គាត់សាងវិមានកសាច់មែនបាទទី5 did David for sale តើ David នឹងរកបាទដើររកសម្បកខ្យងទេបានដើររកសម្បកខ្យងទេចម្លើយរបស់វាគឺបើគាត់រក yes no បាទ yes អញ្ចឹង David គាត់បាទរកសម្បកខ្យងបាទអញ្ចឹង yes he did បាទទី6 did Kenny and Carrie play tennis តើពីរនាក់ហ្នឹងលេងសីមែនលេង tennis មែនទេបាទលេង tennis ហើយលេងសីបាទអញ្ចឹងនៅក្នុងរឿងគឺលេងសីបាទ badminton នោះអញ្ចឹងខុសហើយឡើយហ្នឹង yes no បាទ no they didn't ព្រោះពីរនាក់ហ្នឹងគាត់លេងបាទលេងសីមិនលេង tennis ទេទី7 did Sandy read a book Sandy គាត់ធ្វើគេ Sandy បាទ Sandy ស្ដាប់វិទ្យុតើហ្នឹងហើយអញ្ចឹង yes no បាទ no ហើយប្រកាសជា no គេ no they sorry no he no she did បាទពីព្រោះ Sandy ស្រីបាទគាត់ស្ដាប់វិទ្យុបាទទី8 did Jamie see a whale in the lake គេសួរថាតើ Jamie នឹងបានឃើញបានជួបត្រីបាឡែនមែនទេនៅក្នុងបឹងបានជួបអត់បានឃើញអត់អញ្ចឹងបើបានឃើញណាមកណាបើអត់ឆ្លើយមិនអញ្ចឹងចម្លើយវាគឺអត់ហើយគាត់ឃើញសត្វចម្លែកតាបាទ yes no បាទ no he did បាទ no he didn't បាទ no he didn't អញ្ចឹងគាត់មិនបានឃើញត្រីបាឡែនទេអញ្ចឹងឆ្លើយពេញរបស់គេមកហើយគេ he saw a lake monster អញ្ចឹងមកបាទទី9 did Jamie take a lake monster photograph នេះតើ Jamie នឹងបានថតរូបសត្វចម្លែកដែរឬទេបាទមានរូបថតបានមានរូបថតសត្វចម្លែកដែរទេថតរូបហ្នឹងណាបាទតើ Jamie នឹងគាត់បានថតរូបសត្វចម្លែកដែរទេគាត់ថតបានគាត់ណាស់ណានណាគាត់ទៅប្រឌិតរូបប្រឌិតអីទៀតនោះបាទអញ្ចឹង yes no បាទ yes ណា yes he did បាទ yes he did អូខេសួរអតីតឆ្លើយអតីតទី10 did Jamie show photograph to his friend តើ Jamie នឹងគាត់បានបង្ហាញរូបថតណាទៅឲ្យមិត្តរបស់ពួកគាត់ទេបង្ហាញអត់ពេលនោះចុងក្រោយបាទបានបង្ហាញហ្នឹងហើយអញ្ចឹង yes he did បាទចប់ហើយអញ្ចឹងចម្លើយខ្ញុំអត់បានសរសេរទេគាត់ថាយើងអាចធ្វើបានមិនបើសិនជាឆ្ងល់យើងសួរបន្ថែមមកណាបាទតាម Telegram ហ្នឹងហើយអាចសួរបន្ថែមណាផ្ញើសារមកសួរបន្ថែមមកពីព្រោះខ្ញុំអត់បានសរសេរទេឆ្លើយអាចយល់ណាអាចយល់ការប្រើប្រាស់ហ្នឹងអ្នកដែលសិក្សាយល់បានធ្វើបានសរសេរបានហ្នឹងសិតតែដូចខ្ញុំលត់ដំមកដល់ level 5នេះសិតតែធ្វើបានហើយបើសិនតែក្នុង level 1 level 2ខ្ញុំតើខ្ញុំសរសេរឲ្យបានអាចហ្នឹងហើយ
អូខេអញ្ចឹងប៉ុណ្ណឹងចប់ហើយក្នុងមេរៀនទី4បាទហើយក៏ដូចជាការចប់នៅក្នុង past tense ដែរបាទ past tense ណានេះ past tense ហ្នឹងចប់ហើយណាយើងចូលទៅមេរៀនទី5ហើយហ្នឹងមេរៀនទី5ហ្នឹងអាចនឹងផាសដែរប៉ុន្តែផាសខុសពីមេរៀនទី4ទី1ទី2ទី3ទី4ហ្នឹងបាទអញ្ចឹងខុសប្លែកប៉ុណ្ណឹងអូខេអញ្ចឹងបាយបាយជួបគ្នាមេរៀនទី5តទៀត